រឿងការអត់មេឃហើយម៉ែវាអើយខ្ញុំពិបាកចិត្តខ្លាំងណាស់ម៉ែវាគ្រួសាររបស់យើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពិបាកទៅហើយម៉ែវារាល់យប់ខ្ញុំដេកពុំសូវបានលក់នោះទេព្រោះរាល់ថ្ងៃនេះចំណូលប្រចាំគ្រួសាររបស់យើងកាន់តែធ្លាក់ចុះទៅហើយខ្ញុំមួយរយៈនេះសុខភាពក៏ដូចជាមិនសូវបានល្អប៉ុន្មានដែរម៉ែវាអើយហើយណាមួយរតនីកូនស្រីរបស់យើងគេមានអាយុ3ឆ្នាំទៅហើយខ្ញុំបារម្ភណាស់ខ្លាចទៅថ្ងៃខាងមុខបើចំណូលរបស់គ្រួសារយើងកាន់តែធ្លាក់ចុះបែបនេះខ្ញុំបារម្ភតែថ្ងៃខាងមុខអនាគតកូនស្រីរបស់យើងនឹងទៅជាយ៉ាងណាទេម៉ែវាអើយកុំគិតច្រើនពេកអីពុកវាធ្វើម៉េចបើយើងវាអត់អញ្ចឹងហើយអញ្ចឹងពួកយើងមានតែដើរមួយជំហានគិតមួយជំហានទៅណាពុកវាបើពុកវាឯងគិតច្រើនពេកខ្ញុំបារម្ភតែពុកវាឯងឈឺទៅតើបានអ្នកណាជាអ្នករកប្រាក់មកជួយគ្រួសាររបស់យើងទៀតទៅណាពុកវាខ្ញុំថាដូចជាមិនចង់គិតដែរទេបើសម្រាប់តែយើងតែពីរនាក់យាយតាវាមិនអីនោះទេតែយើងនៅមានបន្ទុកកូនស្រីរបស់យើងម្នាក់ទៀតបើរាល់ថ្ងៃគ្រួសាររបស់យើងរឹកព្រឹកខ្វះល្ងាចយ៉ាងនេះតើយើងនឹងបានអ្វីចែកឲ្យកូនស្រីរបស់យើងទៅថ្ងៃខាងមុខនៅពេលដែលគេរៀបការទៅណាម៉ែវាមិនអីទេពុកវាយើងទ្រាំសិនទៅចាំមើលក្រែងរោលមួយរយៈទៀតយើងមានការងារណាដែលមានប្រាក់ចំណូលខ្ពស់ជាងនេះក្រែងលោពួកយើងអាចជួយដល់គ្រួសាររបស់យើងវិញបានណាពុកវាហើយកូនទាំងពីរនាក់កំពុងតែនិយាយគ្នារឿងអីនឹងកូនរួចបាយទឹកហើយឬនៅនឹងថ្មនេះហើយចុះរតនីចៅស្រីរបស់ពុកគេទៅណាបាត់ហើយកូនបាទពុករតនីចៅស្រីរបស់ពុកគេទើបទៅញ៉ាំបាយហើយរួចមិញនេះទេឥឡូវគេគេងលក់នៅក្នុងផ្ទះបាត់ហើយពុកហើយកូនទាំងពីរនាក់ប្តីប្រពន្ធនេះកំពុងតែនិយាយគ្នាអំពីរឿងប្រាក់ចំណូលប្រចាំគ្រួសាររបស់ខ្ញុំសប្តាហ៍ថ្ងៃនេះណាពុកកូនដូចជាទាល់គំនិតហើយណាពុកមិនដឹងថាទៅរកស៊ីអ្វីឲ្យបានប្រាក់សល់នឹងគេទេពុកអើយហើយណាមួយរតនីគេក៏កាន់តែធំដែរហើយណាពុកកូនពិតជាពិបាកចិត្តខ្លាំងណាស់ពុកអើយកូនអើយកូនឯងកុំគិតច្រើនពេកអីកូនឯងខំប្រឹងធ្វើការទៅធ្វើម៉េចបើយើងកើតមកជាកូនអ្នកក្រវាអញ្ចឹងហើយពុកក៏មិនដឹងថាត្រូវជួយកូនឯងយ៉ាងម៉េចដែរបើពុករាល់ថ្ងៃកាន់តែចាស់ណាស់ទៅហើយក៏គ្មានកម្លាំងឯណាទៅជួយកូនឯងបានទៀតនោះដែរនិយាយអញ្ចឹងពុកមកផ្ទះកូននឹងពុកបានពិសាបាយហើយឬនៅពុកបើពុកនៅមិនទាន់បានពិសាបាយអីទេចាំកូនរៀបចំបាយទឹកជូនពុកពិសាណាពុកនៅមិនទាន់បានហូបអីនៅឡើយទេកូនឯងកុំបារម្ភពីពុកអីសំខាន់ឲ្យតែចៅស្រីរបស់ពុកគេបានហូបឆ្អែតទៅបានហើយពុកមិនសូវជាឃ្លានប្រមាណដែរនឹងបើអញ្ចឹងម៉ែវាឯងឆាប់ទៅរៀបចំបាយទឹកជូនពុកពិសាទៅម៉ែវាចាពុកវាពុកសុំពុកទៅលាងដៃសិនទៅពុកកូននឹងទៅរៀបចំបាយទឹកជូនពុកពិសាល្អណាស់កូនអញ្ចឹងយើងមកហូបបាយជុំគ្នាតែម្ដងទៅបើឲ្យពុកហូបបាយតែម្នាក់ឯងពុកដូចជាហូបមិនសូវឆ្ងាញ់នោះទេតោះអញ្ចឹងម៉ែវាឆាប់នាំពុកទៅពិសាបាយជុំគ្នាទៅនៅពេលដែលតាឆានពូឆាតនិងមីងវីកំពុងតែពិសាបាយជុំគ្នាស្រាប់តែរតនីចៅស្រីរបស់គាត់បានមកដល់អូនតាមកដល់ផ្ទះចៅតាំងពីពេលណាមកតាបាទចៅ
តាមកដល់ផ្ទះចៅដូចជាមួយសន្ទុះធំហើយណាចៅ មិនបានចៅមិនដឹងថាតាមកដល់ផ្ទះចៅអញ្ចឹង បាទចៅមិននឹងដឹងថាតាមកលេងផ្ទះចៅទៅបើពេលតាមកចៅដេកលក់បាត់ហើយនឹងឥឡូវចៅមកដល់ល្មមតោះអញ្ចឹងចៅស្រីញ៉ាំបាយជុំគ្នាតែម្ដងទៅចៅ បន្ទាប់ពីបានញ៉ាំបាយជាមួយគ្នារួចតាឆានក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះរបស់គាត់វិញបាត់ទៅ អិនណែម៉ែវាខ្ញុំឮថាមិត្តភក្តិរបស់ខ្ញុំម្នាក់គាត់ប្រាប់ខ្ញុំថាគាត់ចង់ទៅធ្វើការនៅឯក្រៅប្រទេសនៅខែក្រោយនេះហើយអញ្ចឹងខ្ញុំគិតថាចង់សុំម៉ែវាឯងទៅធ្វើការនៅជាមួយគេហ្នឹងបានម្ដងតែម៉ែវាឯងគិតយ៉ាងម៉េចដែរម៉ែវា រឿងហ្នឹងស្រេចតែពុកវាឯងទេខ្ញុំក៏មិនហ៊ានហាមដែរហើយពុកវាឯងគិតថាចង់ទៅតែម្នាក់ឯងទីអី អិនណែអញ្ចឹងខ្ញុំគិតថាថ្ងៃស្អែកនេះខ្ញុំចង់ទៅបបួលឆាតដែលជាមិត្តសម្លាញ់របស់ខ្ញុំម្នាក់ទៀតក្រែងលោកគាត់ទៅដែរបើសិនជាគាត់ព្រមទៅមែននោះអញ្ចឹងខ្ញុំក៏មិនបានទៅម្នាក់ឯងដែរម៉ែវាគឺយើងទៅមានអ្នកភូមិរបស់យើងទៅជាមួយដែរ បើបានគាត់ទៅជាមួយមែនខ្ញុំមិនសូវបារម្ភប៉ុន្មានទេពុកវាពីព្រោះអីពុកវាឯងហើយនឹងគាត់គឺជាសម្លាញ់នឹងគ្នារាប់ឆ្នាំមកហើយអញ្ចឹងខ្ញុំអាចទុកចិត្តគាត់បានច្រើន បាទម៉ែវាអញ្ចឹងថ្ងៃស្អែកនេះខ្ញុំនឹងទៅផ្ទះរបស់គាត់ហើយខ្ញុំនឹងសាកសួរចិត្តរបស់ឆាតថាតើគាត់ចង់ទៅធ្វើការជាមួយនឹងខ្ញុំដែរឬអត់ទេម៉ែវា លុះដល់ពេលស្អែកឡើងពូពាវក៏បានធ្វើដំណើរទៅកាន់ផ្ទះពូឆាត ឆាតអើយកំពុងតែអង្គុយធ្វើអីហ្នឹងសម្លាញ់មិនបានជាសម្លាញ់ឯងអង្គុយធ្វើមុខស្អុយដូចជាពិបាកចិត្តខ្លាំងម៉េចហ៎ហើយសម្លាញ់ឯងកំពុងតែគិតរឿងអីហ្នឹង អូតាមពិតគឺជាពាវទីអីសម្លាញ់ហើយគ្នាពិបាកចិត្តរឿងរកលុយមិនសូវបាននឹងហើយណាហើយណាមួយរយៈនេះការងារក៏មិនសូវជាមានធ្វើដែរអញ្ចឹងបានជាគ្នាចេះតែអង្គុយគិតថាតើគ្នាគួរតែទៅផ្លូវណាដើម្បីឲ្យឆាប់បានសល់លុយនិងយកមកផ្គត់ផ្គង់គ្រួសាររបស់គ្នាបន្ថែមទៀតណាពាវអើយ បើអញ្ចឹងត្រូវហើយសម្លាញ់គ្នាមកផ្ទះសម្លាញ់ឯងនេះគឺគ្នាចង់មកបបួលសម្លាញ់ឯងទៅធ្វើការនៅឯប្រទេសគេក្រែងលោឆាប់បានលុយយកមកផ្គត់ផ្គង់គ្រួសារយើងទាំងពីរតើសម្លាញ់ឯងគិតយ៉ាងម៉េចដែរអើសម្លាញ់ សម្លាញ់ឯងប្រឹងឲ្យគ្នាទៅយ៉ាងម៉េចបើគ្នាមិនស្គាល់ប្រទេសគេផងហ្នឹងហើយក៏មិនដឹងថាទៅបានដោយរបៀបណាដែរអារឿងចង់ហ្នឹងគឺគ្នាចង់ណាស់ពីព្រោះរាល់ថ្ងៃនេះគ្នាកំពុងតែពិបាកចិត្តក្នុងការរកលុយនឹងតែម្ដងហើយ រឿងនេះសម្លាញ់ឯងកុំបារម្ភអីគ្នាស្គាល់មិត្តភក្តិម្នាក់ដែលគេម្នាក់នោះគាត់ធ្លាប់បានទៅធ្វើការនៅឯក្រៅប្រទេសនោះម្ដងពីរដងរួចមកហើយអញ្ចឹងពួកយើងទាំងពីរនាក់ទៅតាមគាត់ទៅប្រកាសជាមិនអីទេណាសម្លាញ់ បើអញ្ចឹងចាំយប់នេះគ្នាសួរយោបល់ពីប្រពន្ធរបស់គ្នាសិនបើប្រពន្ធរបស់គ្នាព្រមឲ្យគ្នាទៅឬយ៉ាងណានោះចាំព្រឹកស្អែកចាំគ្នាដើរទៅប្រាប់សម្លាញ់ឯងទៅឯផ្ទះសម្លាញ់ឯងវិញ បើអញ្ចឹងមិនអីទេសម្លាញ់បើយ៉ាងម៉េចយ៉ាងណានោះសម្លាញ់ឯងទៅប្រាប់ដំណឹងឲ្យគ្នាបានដឹងផងណាអញ្ចឹងគ្នាគិតត្រឡប់ទៅផ្ទះរបស់គ្នាសិនហើយក្រែងលោកប្រពន្ធរបស់គ្នាចាំមើលផ្លូវគ្នាហូបបាយ បាទគ្នាអរគុណសម្លាញ់ឯងខ្លាំងណាស់ដែលសម្លាញ់ឯងបានយកដំណឹងនេះមកប្រាប់គ្នានិយាយគ្នារួចពូពាវក៏បានដើរត្រឡប់ចាក់ចេញទៅផ្ទះរបស់គាត់វិញបាត់ទៅម៉ែវារៀបចំផ្ទះសម្បែងរួចរាល់ហើយឬនៅហ្នឹងម៉ែវាឯងឆាប់ចូលមកសម្រានមកខ្ញុំមានរឿងចង់និយាយជាមួយនឹងម៉ែវាឯងបន្តិច ហើយចុះពុកវាឯងមានរឿងស្អីវិញមានរឿងអីដែលពុកវាឆាប់និយាយមក ឥ
បាទកាលពីព្រឹកមិញនេះពីវដែលជាសម្លាញ់ចាស់នឹងខ្ញុំគាត់បានមកបបួលខ្ញុំដើម្បីទៅធ្វើចំណាកស្រុកទៅធ្វើការនៅឯប្រទេសគេតែខ្ញុំមិនទាន់បានឆ្លើយថាព្រមឬនៅនោះទេពីព្រោះអីខ្ញុំចាំសួរយោបល់ពីម៉ែវាឯងសិនតើម៉ែវាឯងព្រមឲ្យខ្ញុំទៅដែរឬអត់នឹង បើពុកវាឯងទៅម្នាក់ឯងខ្ញុំមិនឲ្យទៅនោះទេបើពុកវាឯងទៅខ្ញុំក៏ទៅដែរពីព្រោះថាបើពួកយើងទៅទាំងពីរនាក់ពួកយើងឆាប់រកលុយបានដើម្បីត្រឡប់មកស្រុកកំណើតហើយនឹងយកលុយនោះជួយកូនរបស់យើងទៅថ្ងៃខាងមុខអញ្ចឹងខ្ញុំសូមទៅដែរណាពុកវា រឿងនេះខ្ញុំក៏មិនទាន់ដឹងច្បាស់ដែរខ្ញុំក៏មិនដឹងថានៅទីកន្លែងនោះគេរើសយកមនុស្សស្រីឬអត់ទេអញ្ចឹងបើមកវាឯងចង់ទៅដែរចាំមើលព្រឹកស្អែកនេះខ្ញុំនឹងទៅផ្ទះរបស់ពីវហើយខ្ញុំនឹងសួរនាំគេអំពីរឿងនេះបន្ថែមទៀតលុះដល់ព្រឹកស្អែកឡើងពូឆាតក៏បានធ្វើដំណើរទៅកាន់ផ្ទះពូពីវសម្លាញ់កាលពីយប់មិញនេះគ្នាបានសួរយោបល់ជាមួយនឹងប្រពន្ធរបស់គ្នារួចហើយនិយាយអញ្ចឹងនេះសម្លាញ់តើសម្លាញ់ឯងមានដឹងអត់ទេថាកន្លែងនោះគេមានត្រូវការជ្រើសរើសយកមនុស្សស្រីទៅដែរទេនឹងពីព្រោះអីប្រពន្ធរបស់គ្នាគាត់ចង់ទៅធ្វើការជាមួយនឹងគ្នាដែរ មិនអីទេសម្លាញ់គ្នាបានសួរមិត្តរបស់គ្នារួចហើយនៅទីកន្លែងនោះគឺគេត្រូវការមនុស្សច្រើនណាស់មិនថាស្រីឬប្រុសនោះទេអញ្ចឹងបើសម្លាញ់ឯងព្រមព្រៀងហើយថ្ងៃស្អែកនេះពួកយើងនឹងចេញដំណើរទៅតែម្ដង បាទសម្លាញ់អញ្ចឹងគ្នាត្រឡប់ទៅផ្ទះរបស់គ្នាវិញហើយដើម្បីប្រញាប់រៀបចំសម្ភារៈត្រៀមខ្លួនចេញដំណើរទៅថ្ងៃស្អែកនេះអញ្ចឹងគ្នាត្រឡប់ទៅវិញហើយណានៅពេលដែលពូឆាតត្រឡប់មកដល់ផ្ទះពូឆាតក៏បាននិយាយរឿងទាំងអស់នេះប្រាប់ទៅកាន់ឪពុកនិងកូនស្រីរបស់ខ្លួនពុកនៅថ្ងៃស្អែកនេះកូនសូមផ្ញើរតនីកូនស្រីរបស់ខ្ញុំនៅនឹងពុកផងពីព្រោះអីនៅថ្ងៃស្អែកនេះខ្ញុំនិងប្រពន្ធរបស់ខ្ញុំចេញដំណើរទៅធ្វើការងារនៅឯប្រទេសគេហើយណាពុក កូនបើតាមគំនិតពុកមិនចង់ឲ្យកូនទៅណាឆ្ងាយពីស្រុកកំណើតនិងកូនស្រីរបស់កូននោះទេពីព្រោះដោយពាក្យចាស់លោកពោលថាជួញចិត្តប្រសើរជាងជួញឆ្ងាយណាកូនតែបើកូនសម្រេចចិត្តថាទៅហើយពុកក៏មិនហាមឃាត់ដែររតនីកូនស្រីរបស់កូនទុកឲ្យពុកជាអ្នកមើលថែក៏មិនអីដែរណាកូន ពួកខ្ញុំក៏មិនចង់ទៅដែរណាពុកតែដូចពុកបានឃើញស្រាប់ហើយជីវភាពរបស់កូនសពថ្ងៃនេះគឺរោគព្រឹកខ្វះល្ងាចរោគល្ងាចខ្វះព្រឹកបើនៅតែបែបនេះទៀតពួកយើងច្បាស់ជាអត់បាយស្លាប់ជាក់ជាមិនខានទេណាពុក ទៅចុះកូនត្រូវចេះមើលថែគ្នានិងខំប្រឹងរកលុយឆាប់បានត្រឡប់មកស្រុកកំណើតមកជួបជុំជាមួយនឹងកូនស្រីរបស់កូនវិញណាកូនណា រតនីកូនឯងពេលដែលម៉ែមិននៅកូនឯងត្រូវស្ដាប់តាមតាណាហើយកូនឯងកុំនឹកពីម៉ែអីម៉ែទៅរកលុយដើម្បីឲ្យកូនឯងចាយហើយកូនឯងកុំរឹងទទឹងជាមួយនឹងលោកតារបស់កូនណាឮទេកូនស្រីម៉ែ ចាស់ម៉ែសូមម៉ែទៅឲ្យបានសុខនិងមានសុវត្ថិភាពណាម៉ែកូននឹងស្ដាប់ដំបូន្មានរបស់លោកតាហើយកូននឹងធ្វើជាកូនល្អសូមម៉ែកុំបារម្ភអីណាម៉ែ នៅពេលដែលនិយាយគ្នារួចពូឆាតនិងមីងវីក៏បានឡើងឡានចាក់ចេញបាត់ទៅតាពុកនិងម៉ែរបស់ចៅពួកគាត់ទៅធ្វើការនៅទីនោះតើពេលណាទៅបានពុកម៉ែរបស់ចៅពួកគាត់ត្រឡប់មកផ្ទះវិញទៅតា រឿងហ្នឹងតាក៏មិនដឹងដែរចៅកុំនិយាយរឿងនឹងអីណាចៅតាគិតថានៅព្រឹកថ្ងៃស្អែកនេះតាចង់នាំចៅឯងទៅចុះឈ្មោះរៀននឹងគេ ចាតាចៅក៏ចង់ចូលរៀននឹងគេដែរតាតែឲ្យចៅចូលរៀនបានយ៉ាងម៉េចទៅតា
បើចៅគ្មានកតាបគ្មានសៀវភៅនិងគ្មានសម្ភារៈសម្រាប់រៀនផងហ្នឹងតា សៀវភៅនិងខ្មៅដៃចាំតាប្រម៉ែប្រមូលលុយកាក់ដែលតាបានសន្សំទុកយកទៅទិញឲ្យចៅឯងហើយរឿងកតាបចៅអាចដាក់ថង់ឬដាក់ការ៉ុងប្រាសិនទៅតាបានទេចៅ មិនអីទេតាដាក់អីក៏បានដែរសំខាន់ឲ្យតែចៅទៅរៀននឹងគេចៅសប្បាយចិត្តណាស់ទៅហើយតា តាពិតជាសប្បាយចិត្តខ្លាំងណាស់ចៅនៅពេលដែលតាបានលើកថាចៅមានចិត្តចង់រៀនសូត្របែបនេះតោះអញ្ចឹងចៅចង់ទៅផ្សារទៅទិញខ្មៅដៃសៀវភៅជាមួយនឹងតាដែរឬទេចៅ ចាតាឲ្យចៅទៅផ្សារជាមួយតាដែរផង មកដល់ស្រុកគេខ្ញុំនឹកដល់ស្រុកកំណើតនឹកពុកនិងនឹករតនីកូនស្រីរបស់យើងណាពុកវាអើយ ទ្រាំសិនទៅម៉ែវាតែពួកយើងធ្វើការបានសល់លុយកាក់សមល្មមដែលអាចឲ្យពួកយើងផ្គត់ផ្គង់គ្រួសាររបស់យើងបាននោះចាំពួកយើងត្រឡប់ទៅផ្ទះរបស់ពួកយើងវិញណាម៉ែវា លុះដល់ពេលថ្ងៃស្អែកឡើងតាឆានបាននាំរតនីចៅស្រីរបស់គាត់ទៅចុះឈ្មោះចូលរៀន ជំរាបសួរលោកគ្រូនាយក បាទជំរាបសួរបងលបងមើលជួបខ្ញុំនឹងតើលបងមានការអ្វីដែលទៅលបង បាទលោកគ្រូគឺខ្ញុំមកសុំលោកគ្រូចុះឈ្មោះឲ្យចៅស្រីរបស់ខ្ញុំគេបានចូលរៀនផងលោកគ្រូ បាទបានតើមិនអីទេណាលបងហើយចៅស្រីរបស់លបងគេមានឈ្មោះអ្វីដែរទៅលបង បាទលោកគ្រូចៅស្រីរបស់ខ្ញុំគេមានឈ្មោះថារតនី បាទអញ្ចឹងនៅព្រឹកថ្ងៃស្អែកនេះលបងឲ្យចៅស្រីរបស់លបងគេមកចូលរៀនជាមួយនឹងសិស្សដទៃទៀតបានណាមិនអីទេ បាទខ្ញុំអរគុណលោកគ្រូខ្លាំងណាស់អញ្ចឹងខ្ញុំសូមលាលោកគ្រូត្រឡប់ទៅផ្ទះវិញហើយ បាទមិនអីទេលបង ខ្ញុំសូមជម្រាបលាលោកគ្រូទៅវិញដែរហើយលោកគ្រូ និយាយរួចរតនីនិងតាឆានក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញបាត់ទៅ តាចៅជម្រាបលាទៅសាលារៀនសិនហើយតា បាទទៅចោះចៅហើយចៅត្រូវខំប្រឹងប្រែងរៀនសូត្រឬទេចៅ និយាយរួចរតនីបានដើរទៅសាលារៀនបាត់ទៅ ចំកូននេះមករៀនមិនបានមិនស្ពាយកតាបមកដូចជាគេឯងអញ្ចឹងប្រហែលជាគាត់មិនសូវមានលុយកាក់ឬមួយក៏ប្រហែលជាកតាបស្ពាយរបស់គាត់រហែកទេដឹងវិចារាអញ្ចឹងពួកយើងគួរតែដើរទៅនិយាយលេងជាមួយនឹងគេបន្តិចទៅអីស្អីគេលីបូឯងចង់ឲ្យខ្ញុំទៅនិយាយជាមួយនឹងក្មេងកំរក់នឹងមែនបើលីបូឯងចង់ទៅនិយាយលេងជាមួយនឹងនាងនោះក៏ទៅបើសម្រាប់ខ្ញុំមិនទៅទេមើលតែរូបរាងទៅខោមិនខោអាវមិនអាវមនុស្សប្រភេទអញ្ចឹងខ្ញុំគ្មាននិស្ស័យជាមួយទេវិចារាមនុស្សគេមិនឲ្យមើលងាយមនុស្សទេម្ដាយឪពុកខ្ញុំគាត់តែងតែប្រាប់ខ្ញុំថាធ្វើជាមនុស្សត្រូវចេះឲ្យតម្លៃទៅលើអ្នកដទៃទោះបីជាអ្នកនោះមានខោមិនខោអាវមិនអាវយ៉ាងណាក៏ដោយយើងក៏មិនត្រូវមើលងាយគេទាំងដែរយើងមិនដឹងពីគេច្បាស់លាស់នោះទេនិយាយធ្វើដូចជាខ្លួនឯងនឹងចេះដឹងសម្បើម្លេះពីបោឲ្យខ្ញុំថាមិនចូលចិត្តគឺមិនចូលចិត្តហើយបានហើយខ្ញុំខ្ជិលនិយាយច្រើនណាស់ឥឡូវខ្ញុំទៅផ្ទះរបស់ខ្ញុំមុនហើយ និយាយរួចវិចារាក៏បានដើរចេញបាត់ទៅ សួស្តីសិស្សថ្មីសូមស្វាគមន៍ការចូលមករៀននៅក្នុងថ្នាក់រៀននេះនិយាយអញ្ចឹងឯងឈ្មោះអីដែរតើអាចឲ្យខ្ញុំរាប់អានឯងផងបានទេ
ចាសួស្តីខ្ញុំឈ្មោះរតនីហើយឯងឈ្មោះអីដែរខ្ញុំមានឈ្មោះថាលីបូបើអញ្ចឹងខ្ញុំសូមឯងធ្វើជាមិត្តរបស់ខ្ញុំបានដែរទេចាបានតាខ្ញុំសប្បាយចិត្តណាស់ឥឡូវនេះខ្ញុំមានមិត្តភក្តិម្នាក់ហើយ បន្ទាប់ពីបាននិយាយសំណេះសំណាលគ្នាបានមួយសន្ទុះរតនីនិងលីបូក៏បានបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនផ្លែងពីពូឆាតពូពីវមីងវីនិងមីងម៉ាច់វិញពួកគាត់ខំធ្វើការទាំងមិនដឹងថាមិត្តភក្តិរបស់ខ្លួនម្នាក់ទៀតបានបោកប្រាស់ខ្លួនយកមកលក់នៅប្រទេសគេនោះទេ ពីវអើយខ្ញុំដូចជាឆ្ងល់ដល់ហើយពួកយើងតាំងពីមកធ្វើការនៅទីនេះគឺរយៈពេល3ខែទៅហើយពួកយើងក៏មិនទាន់នឹងបានបើកប្រាក់ខែបានម្ដងនៅឡើយនោះទេតើពួកយើងត្រូវគិតយ៉ាងម៉េចទៀតគ្នាក៏មិនដឹងដែរសម្លាញ់អើយបើអញ្ចឹងថ្ងៃស្អែកនេះពួកយើងនាំគ្នាទៅសួរលោកថៅកែតែម្ដងទៅតើឆាតឯងហ៊ានទៅជាមួយគ្នាដែរឬទេបាទបើអញ្ចឹងនៅថ្ងៃស្អែកនេះពួកយើងទៅសួរថៅកែទាំងអស់គ្នាតែម្ដងទៅគ្នាក៏ចង់ដឹងដែរថាតើមូលហេតុអ្វីបានជាមិនព្រមបើកប្រាក់ខែឲ្យពួកយើងសោះអញ្ចឹង ស្អែកឡើងពូឆាតពូពីវមីងវីនិងមីងម៉ាច់បាននាំគ្នាធ្វើដំណើរទៅជួបនឹងលោកថៅកែនៅកន្លែងធ្វើការនោះជំរាបសួរលោកថៅកែពួកខ្ញុំមកនេះគឺដើម្បីមកសួរលោកថៅកែថាពួកខ្ញុំធ្វើការរយៈពេល3ខែទៅហើយហេតុអ្វីបានជាលោកថៅកែមិនព្រមបើកប្រាក់ខែឲ្យពួកខ្ញុំអញ្ចឹង ស្អីគេពួកឯងនៅមានមុខចង់មកបាក់លុយពីយើងទៀតការដែលពួកឯងមកនេះគ្នារបស់ឯងម្នាក់គេបានទទួលលុយពីយើងរួចទៅហើយគឺគេម្នាក់នោះបាននាំពួកឯងមកលក់ដើម្បីឲ្យធ្វើការជាមួយនឹងយើងធ្វើការមិនទាន់នឹងគ្រប់លុយយើងផងចង់មករើសទានលុយពីយើងថែមទៀតនេះអាកូនចៅពួកឯងគួរតែដឹងថាត្រូវធ្វើយ៉ាងម៉េចហើយវើយ ចាប់តាំងពីពេលនោះមកពូឆាតពូពីវមីងវីនិងមីងម៉ាច់ក៏បានបាត់ដំណឹងសុនឈឹងតែម្ដង អីយ៉ូយអូយឈឺចង្កេះចង់ដាច់ហើយខ្ញុំខ្លួនកាន់តែចាស់កាន់តែទ្រុឌទ្រោមទៅណាស់ទៅហើយហើយ មិនដឹងថាខ្ញុំរស់ដល់ពេលណាទៀតទេខ្ញុំអើយខ្ញុំ បន្តិចក្រោយមករតនីបានដើរមកជិតលោកតារបស់ខ្លួននិងបាននិយាយទៅកាន់លោកតាថា តាខ្ញុំដូចជានឹកពុកម៉ែរបស់ខ្ញុំខ្លាំងណាស់តាពុកម៉ែរបស់ចៅទៅធ្វើការជាច្រើនខែណាស់មកហើយហេតុអ្វីពួកគាត់មិនផ្ដល់ដំណឹងសូម្បីតែបន្តិចសោះអញ្ចឹងតា តាមិនដឹងទេចៅអើយតាក៏បារម្ភខ្លាំងណាស់ដែរពុកម៉ែរបស់ចៅទៅជាច្រើនខែណាស់មកហើយមិនដឹងថាពួកគេយ៉ាងណាយ៉ាងណីទៅហើយទេ រតនីនិងតាឆានកំពុងតែនិយាយគ្នាបានបន្តិចរំពេចនោះមានបរិមម្នាក់បានដើរទៅជិតអ្នកទាំងពីររួចបាននិយាយប្រាប់ទៅកាន់តាឆានថា តាអើយខ្ញុំមានដំណឹងអាក្រក់មួយចង់មកប្រាប់តាថាខ្ញុំឮអ្នកនៅជិតផ្ទះរបស់ខ្ញុំគាត់មកពីប្រទេសគេគាត់និយាយប្រាប់ខ្ញុំថាអូនឆាតអូនវីអូនពីវនិងអូនម៉ាច់តែទៅធ្វើការនៅប្រទេសគេនោះត្រូវបានចាញ់បោកគេត្រូវបានគេយកទៅលក់ឲ្យធ្វើជាកម្មករធ្វើការឲ្យគេនៅទីនោះហើយមិនដឹងថាពេលណាទើបបានចេញរួចពីកន្លែងនេះនោះទេ តាឆានបន្ទាប់ពីបានឮដំណឹងនេះភ្លាមគាត់ស្លុតចិត្តយ៉ាងខ្លាំងតាឆានទន់ដៃទន់ជើងលុតជង្គង់នៅនឹងដី ពុទ្ធោកូនខ្ញុំអូទេវតាអើយសូមទេវតាដែលថែរក្សាម្ចាស់ទឹកម្ចាស់ដីសូមតាមជួយថែរក្សាកូនប្រុសកូនស្រីរបស់ខ្ញុំឲ្យឆាប់រួចផុតពីទុក្ខទោសទាំងនោះផងចុះនឹងឆាប់បានវិលត្រឡប់មកស្រុកកំណើតមករកកូនស្រីរបស់គេវិញ លេខខ្ញុំទៅខ្ញុំស្មោះអង្វរជួយខ្ញុំផងអ្នកណាក៏បានដែរជួយខ្ញុំផង នៅឲ្យស្ងៀមទៅអូនសម្លាញ់
ទោះបីខំប្រឹងស្រេចយ៉ាងណាក៏គ្មាននរណាមកជួយអញបានដែរ បាទពុករឿងរតនីគឺខ្ញុំចាត់ទុកគេដូចជាកូនស្រីបង្កើតរបស់ខ្ញុំអញ្ចឹងពុក អីយ៉ាពុកប្រុងនឹងចែកដីផ្ទះនេះឲ្យទៅនាងចំមករតនីតើហើយប្រុងនៅឈរធ្វើអីទៀតឆាប់ទៅធ្វើការឲ្យឆាប់ទៅណែឈប់ផឹកស្រាទៅអា3នាក់មិញមានរឿងចង់និយាយជាមួយនឹងពួកឯងបន្តិចអាយ៉យរតនីក្មួយមីងឈឺពោះខ្លាំងណាស់ក្មួយអើយមួយដើរទៅទិញថ្នាំឲ្យមីងបន្តិចមកក្មួយ រឿងការអត់មែកភាគទី3ប៉ុន្មានឆ្នាំកន្លងផុតទៅតាឆានបានធ្លាក់ខ្លួនឈឺធ្ងន់ រតនីចៅតាដឹងខ្លួនឯងច្បាស់ណាស់ថាតារស់មិនបានយូរទៀតនោះទេបើសិនជាតាស្លាប់ទៅនៅថ្ងៃណាមួយចៅឯងកុំភ្លេចទៅនៅជាមួយនឹងអ៊ំប្រុសរបស់ចៅទៅណាពីព្រោះអីចៅគឺជាមនុស្សស្រីអញ្ចឹងបើអត់ពីតាហើយនឹងពុករបស់ចៅទៅអញ្ចឹងមានតែអ៊ំឆើតអ៊ំប្រុសរបស់ចៅនឹងហើយដែលជាអ្នកមើលថែចៅបន្ទាប់ពីតា តាកុំនិយាយដូចនេះអញ្ចឹងអីតាមិនទៅណាចៅជាដាច់ខាត ចៅដើរទៅផ្ទះអ៊ំឆើតបន្តិចបានទេចៅទៅប្រាប់គាត់ថាតាឲ្យហៅគាត់មកផ្ទះតាបន្តិចព្រោះអីតាចង់មានរឿងនិយាយជាមួយនឹងគាត់បន្តិចណាចៅ រតនីក៏បានធ្វើដំណើរទៅផ្ទះអ៊ំឆើតដែលត្រូវជាបងប្រុសបង្កើតរបស់ឪពុករបស់នាង ជំរាបសួរអ៊ំប្រុសតាឲ្យហៅអ៊ំប្រុសទៅផ្ទះរបស់គាត់ព្រោះលោកតាគាត់ឈឺខ្លាំងណាស់អ៊ំ ហើយតារបស់ក្មួយក៏ឈឺអីដែរក្មួយបើអញ្ចឹងតោះក្មួយស្រីពួកយើងប្រញាប់ធ្វើដំណើរទៅជួបលោកតាក្មួយទៅនិយាយគ្នារួចអ៊ំឆើតនិងក្មួយរតនីបានធ្វើដំណើរមកផ្ទះតាឆាន ពុកតើពុកកាត់អីនឹងពុកកុំកាត់អីអសោះណាពុកត្រូវនៅជាម្លប់ដល់កូននិងរតនីចៅស្រីរបស់ពុកណាពុក ឆើតកូនបើសិនជាថ្ងៃណាមួយពុកស្លាប់ទៅកូនឯងចាំជួយយើងរតនីទៅនៅជាមួយនឹងកូនឯងផងណាព្រោះបើអត់ពីពុកទៅរតនីគេមិនដឹងទៅពឹងពាក់អ្នកណាទៀតនោះទេអញ្ចឹងមានតែកូនឯងនឹងហើយដែលជាអ៊ំប្រុសរបស់គេដែលអាចឲ្យរតនីគេពឹងពាក់បានទៅថ្ងៃខាងមុខ បាទពុករឿងរតនីគឺខ្ញុំចាត់ទុកគេដូចជាកូនស្រីបង្កើតរបស់ខ្ញុំអញ្ចឹងពុកសំពុកកុំបារម្ភអីរឿងនេះ នៅពេលដែលពុកស្លាប់ទៅពុកចង់ឲ្យដីផ្ទះនេះចែកឲ្យទៅរតនីអញ្ចឹងកូនឯងចាំជួយមើលថែរក្សាដីផ្ទះនេះឲ្យរតនីផងណាកូនណា អាយ៉ាពុកប្រុងនឹងចែកដីផ្ទះនេះឲ្យទៅនាងចំមករតនីតើបើអញ្ចឹងអញមានតែយកលេសជាធ្វើល្អជាមួយវាសិនក៏វាមិនទៅខាតអីប៉ុន្មានដែរចាំដែលពុកស្លាប់បាត់ចាំយើងចាត់ការសារ៉េយកដីផ្ទះនេះមកធ្វើជារបស់យើងក៏បានហាហាហា បន្ទាប់ពីបានផ្ដែផ្ដាំនិងបានចែកទ្រព្យសម្បត្តិរួចរាល់ហើយតាឆានក៏បានដាច់ខ្យល់ស្លាប់បាត់ទៅអត់ទេពុកទៅចោលកូនហើយរតនីក្មួយឥឡូវនេះតារបស់ក្មួយគាត់បានលាពីពួកយើងទៅឆ្ងាយជារៀងរហូតហើយណាក្មួយអើយ អត់ទេតាឆាប់ក្រោកឡើងមកតាបើតាស្លាប់ចោលចៅអញ្ចឹងតាឲ្យចៅទៅរំពឹងអីទៀតទៅតា ម៉ែវានេះក្មួយស្រីរតនីគេត្រូវទៅនៅជាមួយនឹងពួកយើងហើយដូច្នេះម៉ែវាឯងត្រូវតែស្រឡាញ់ហើយចាត់ទុករតនីឲ្យដូចជាកូនស្រីបង្កើតរបស់យើងផងណាម៉ែវា ចាមិនអីទេពុកវាខ្ញុំតែងតែគិតថារតនីគឺជាកូនរបស់ខ្ញុំជាយូរណាស់មកហើយពុកវាខ្ញុំនឹងមើលថែគេឲ្យបានល្អសូមពុកវាឯងកុំបារម្ភអីណាពុកវា និយាយគ្នារួចអ្នកទាំងពីរបាននាំរតនីទៅរស់នៅក្នុងផ្ទះរបស់ខ្លួន
ម៉ែវាថ្ងៃនេះខ្ញុំរើទៅកាប់អុសយកទៅលក់ហើយណាម៉ែវាឯងនៅផ្ទះជួយមើលថែរតនីមួយស្រីរបស់បងផងណាលឺទេម៉ែវា ចាខ្ញុំដឹងហើយពុកវាចាំបន្តិចទៀតចាំខ្ញុំទៅទទួលគេនៅសាលារៀន បាទម៉ែវាអញ្ចឹងខ្ញុំទៅហើយណាម៉ែវាថ្ងៃនេះខ្ញុំប្រហែលជានៅរៀងយូរបន្តិចហើយណាព្រោះអីថ្ងៃនេះខ្ញុំចូលទៅក្នុងព្រៃជ្រៅណាមួយខ្ញុំចង់កាប់អុសឲ្យបានច្រើនទើបបានខ្ញុំត្រឡប់មកផ្ទះវិញលុះដល់ពេលដែលរតនីត្រឡប់មកពីសាលារៀនវិញ ជំរាបសួរអ៊ំស្រីក្មួយមកពីសាលារៀនវិញហើយអ៊ំ បើមកពីសាលារៀនវិញហើយប្រញាប់ទៅស៊ីបាយស៊ីអីទៅឲ្យស្រោតអាងទៅច្រូតឆ្មៅឲ្យគោស៊ីហើយកុំភ្លេចទៅដងទឹកដាក់ពាងផងកុំនៅផ្ទះរបស់អញចាំតែស៊ីបាយស្រាប់មិនជួយធ្វើការងារអញឲ្យសោះវើយអញមិនមែនជាអ្នកមានឬក៏ជាប្រពន្ធរបស់សេដ្ឋីអីទេវើយបើស៊ីបាយផ្ទះអញហើយត្រូវតែជួយធ្វើការងារអញ ចាអ៊ំស្រី រួចនៅឈរលេលើដងអង្ការទៀតមិនប្រញាប់ទៅស៊ីបាយឲ្យលឿនទៅ ចាខ្ញុំទៅហើយអ៊ំ និយាយរួចរតនីបានដើរទៅមើលគោបាត់ទៅខ្ញុំឆ្ងល់ណាស់ហើយអ្វីបានជាអ៊ំស្រីគាត់និយាយល្អនិងធ្វើទង្វើល្អដាក់ខ្ញុំតែនៅពេលដែលអ៊ំប្រុសគាត់នៅចិត្តអញ្ចឹងតើខ្ញុំបានធ្វើអ្វីខុសទៅលើគាត់ទៅខ្ញុំមកវិញហើយម៉ែវាហើយរតនីគេទៅណាបាត់ហើយម៉ែវាមិនបានជាមិនឃើញគេអញ្ចឹង គ្រាន់តែហូបបាយរួចមិនដឹងដើរទៅណាបាត់ទេពុកវាខ្ញុំរវល់តែនៅរៀបចំផ្ទះសម្បែងមិនបានសម្រាប់អីទេខ្ញុំហត់ណាស់ពុកវារតនីក្មួយស្រីពុកវាឯងខ្ញុំមិនហ៊ានប្រើនឹងគេនោះទេ មិនអីទេម៉ែវាចាំព្រឹកស្អែកនេះខ្ញុំនឹងនិយាយឲ្យគេនៅជួយការងារផ្ទះម៉ែវាឯងស្អែកឡើងនៅពេលដែលអ៊ំឆើតចេញទៅកាប់ម៉ែវារៀបចំបាយទឹកឲ្យខ្ញុំរួចហើយឬនៅនឹងម៉ែវាខ្ញុំដល់ពេលត្រូវទៅយកអុសទៅលក់ហើយណែរតនីក្មួយចាំមកពីរៀនវិញក្មួយនៅជួយធ្វើការងារផ្ទះអ៊ំស្រីផងណា ចាអ៊ំប្រុសខ្ញុំមកពីរៀនវិញខ្ញុំនឹងទៅជួយធ្វើការអ៊ំស្រី និយាយរួចអ៊ំឆើតបានធ្វើដំណើរចេញបាត់ទៅ ណែគ្នាអញដូចឃើញនាងឯងប្រុងនឹងនិយាយស្អីទៅប្រាប់អ៊ំប្រុសនាងឯងមែនទេហ៎ ខ្ញុំមិនបាននិយាយអ្វីនោះទេអ៊ំស្រី ឲ្យតែច្បាស់ថាមិនចង់និយាយអីឯងហ៊ានតែប្រាប់អ៊ំប្រុសនាងឯងរឿងដែលអញប្រើតែអញដឹងនាងឯងដឹងតែត្រូវហើយ ចាខ្ញុំមិននិយាយអីទេអ៊ំស្រី ហើយប្រុងនៅឈរធ្វើអីទៀតឆាប់ទៅធ្វើការឲ្យឆាប់ទៅអត់មិនបានលើហើយអញ ចាខ្ញុំទៅហើយអ៊ំស្រី មិនកើតទេបើអញនៅតែធ្វើទុកទុំមិនដេញវាប៉ុណ្ណឹងហើយវានៅតែបន្តជាមួយនឹងអញទៀតអញ្ចឹងបើនៅតែបែបនេះតទៅទៀតដីផ្ទះនោះច្បាស់ជាមិនងាយបានមកយកអញធ្វើជាម្ចាស់កម្មសិទ្ធិនោះទេបើអញ្ចឹងអញមានតែប្រើវិធីមួយនោះទេទៅបាន គិតរួចមីងយ៉យបានដើរសំដៅទៅជួបនឹងបរិបពូម៉ាយប្រមឹកមួយក្រុមហើយបាននិយាយទៅកាន់ពួកគេថា
ណែឈប់ផឹកស្រាទៅអា3នាក់មិញមានរឿងចង់និយាយជាមួយនឹងពួកឯងបន្តិច ហើយមានការអីទៅមីងពួកខ្ញុំកំពុងតែផឹកស្រាឆ្ងាញ់ផងមីងមកគាត់ពួកខ្ញុំឲ្យជប់ផឹកអញ្ចឹងដាច់សង្វាក់អស់អាលីងតែហ្មងហើយមីងមានរឿងអីចង់និយាយចាប់និយាយមកមីងពួកខ្ញុំចង់ស្ដាប់ហើយ មិញឃើញពួកឯងរាល់ថ្ងៃហ្នឹងនៅពោះម៉ាយដូចជាយូរដែរហើយអញ្ចឹងមិញមានរបស់ល្អយកមកឲ្យពួកឯងចែកគ្នាប្រើ ហើយរបស់ល្អហ្នឹងស្អីគេវិញទៅមីង គឺមិញចង់ឲ្យពួកឯងទាំង3នាក់ហ្នឹងចាប់នាងរតនីក្មួយស្រីរបស់ប្តីយើងចង់ឲ្យពួកឯងទាំង3ហ្នឹងយកនាងរតនីយកទៅធ្វើអីក៏ធ្វើទៅសំខាន់ឲ្យតែពួកឯងកំចាត់នាងនោះចេញឲ្យឆ្ងាយផុតពីមុខមាត់យើងទៅបានហើយបើការងារនេះពួកឯងធ្វើបានសម្រេចមែនមិញនឹងមានលុយឲ្យពួកឯងបន្ថែមទៀត រឿងនេះទុកចិត្តលើពួកខ្ញុំទាំង3នាក់នេះចោះនេះពួកអាឡែងពួកយើងចិត្តបានរបស់ល្អចែកគ្នាប្រើហើយវើយ លុះដល់ពេលយប់ឡើងមីងយ៉យបានធ្វើល្បិចជាឈឺពោះហើយបានប្រើឲ្យរតនីទៅទិញថ្នាំឲ្យខ្លួន អាយ៉យរតនីក្មួយមីងឈឺពោះខ្លាំងណាស់ក្មួយអើយមួយដើរទៅទិញថ្នាំឲ្យមីងបន្តិចមកក្មួយមីងឈឺពោះដាច់ខ្យល់ស្លាប់ឥឡូវហើយក្មួយ ចាស់មីងទ្រាំបន្តិចសិនទៅមីងក្មួយនឹងប្រញាប់មកវិញទេណាមីង នៅពេលដែលរតនីដើរទៅទិញថ្នាំបានពាក់កណ្ដាលផ្លូវ ទៅណានឹងប្រពន្ធសម្លាញ់ចិត្តប្តីពួកបងនៅចាំមិនឯងនៅកន្លែងនេះយូរហើយពួកបងនៅចាំមិនឯងមកហ្នឹងឡើងមុខខំក៏ហើយគឺបែកគូតបងអស់ហើយ ពួកឯងជាអ្នកណាខ្ញុំមិនដែលស្គាល់ពួកឯងនោះទេឆាប់ចេញពីផ្លូវរបស់ខ្ញុំទៅខ្ញុំប្រញាប់ទៅទិញថ្នាំយកទៅឲ្យអ៊ំស្រីខ្ញុំលេបព្រោះអ៊ំស្រីខ្ញុំគាត់កំពុងតែឈឺពោះខ្លាំង ពីមុនអូនមិនដែលស្គាល់ពួកបងមែនតែបន្តិចទៀតអូនមិនត្រឹមតែស្គាល់ពួកបងនោះទេពួកបងនឹងនាំមុនឯងឡើងខាងសួរជាមួយនឹងពួកបងតែម្ដង លេខខ្ញុំទៅខ្ញុំស្មោះអ៊ំបងជួយផងជួយខ្ញុំផងអ្នកណាក៏បានដែរជួយខ្ញុំផង នៅឲ្យស្ងៀមទៅអូនសម្លាញ់ទោះបីខំប្រឹងស្រេចយ៉ាងណាក៏គ្មានអ្នកណាមកជួយអញបានដែរ ចុងហើយនរណានៅធ្វើអីនៅកន្លែងនោះណែពួកឯងប្រុសនឹងធ្វើអីនោះឆាប់លែងស្រីម្នាក់នឹងព្រាមទៅខ្លួនជាប្រុសទេមិនបានជាពួកឯងមកធ្វើទង្វើថោកទាបបែបនេះដូច្នេះទៅវិញពួកអាកបីកុំមកជឿឆ្លានឹងរឿងយើងអាល្អិតបើមិនចង់ឈឺខ្លួនទេឆាប់ដើរចេញពីមុខពីមាត់យើងឲ្យបាត់ទៅយើងក៏ចង់ដឹងដែរថាតាអាបីក្បាលឯងនេះវាខ្លាំងប្រពន្ធណាទៅបើពួកឯងមិនព្រមលែងនាងនោះទេតិចថាយើងមិនបានប្រាប់ទៅវើយ យឹកអាក្មេងនេះឆ្លើយចំណាប់ផងរបងខ្លួនមិនអីទេទុកឲ្យខ្ញុំទៅប្រដៅអាក្មេងនឹងចេញម្ដង ចូលមកអាកូននេះណែស៊ីមកជង្គង់ទៅបាច់ហនុមានទំលុះភ្នំព្រះខ័នពុសិលាព្រះរាមថ្លៃសគេណោថ្វាយផ្កាឆាក្រលែងខ្លួនក្របីលាកូនក្រមុំតែងខ្លួនដំរីយល់ដៃពៀននៅថ្វាយផ្កាស្វាហែកដូវខ្ចី អាយអូនចុកដាក់អញស្រួលទេបងអើយអាឡបងយូរនេះឯងជើងវាធ្ងន់ជើងទីរ៉ាទេបងមិនកាត់ទេខ្ញុំទៅមុនឲ្យបងអើយ នេះអាពីរនេះបើពួកឯងទៅចោលយើងអស់ហើយតើឲ្យយើងទៅពងកណាគេទៅមួយយ៉ាទុកសិនចោលឯងថ្ងៃក្រោយកុំឲ្យយើងឃើញមុខឯងណា កុំភ្លេចមកយកវិញផងណាគ្នានៅចាំពួកឯងជានិច្ចតែកុំទុកយូរពេកវើយ ខ្ញុំអរគុណខ្លាំងណាស់បងប្រុសបើគុំតែបានបងមកតួនគុំអីខ្ញុំមិនដឹងទៅជាយ៉ាងណាទេបងប្រុស មិនអីទេនិយាយអញ្ចឹងមិនបានជាអ្នកនាងមកនៅអីត្រង់ព្រៃនេះដូចនេះអញ្ចឹង ចាបងប្រុសគឺអ៊ំស្រីរបស់ខ្ញុំគាត់ឈឺពោះហើយគាត់ប្រើឲ្យខ្ញុំដើរមកទិញថ្នាំយកទៅឲ្យគាត់លេបតែនៅពេលដែលខ្ញុំដើរមកដល់កន្លែងនេះក៏បានជួបនឹងពួកគេទាំង3នោះហើយពួកគេក៏ បានហើយមិនបាញ់និយាយទេរឿងនេះខ្ញុំដឹងហើយសំខាន់ឲ្យតែអ្នកនាងមិនអីនោះគឺល្អណាស់ទៅហើយតោះ
ដូចជាយប់ជ្រៅដែរហើយអញ្ចឹងចាំខ្ញុំជួយអ្នកនាងត្រឡប់ទៅផ្ទះវិញ ចាបងប្រុសផ្ទះរបស់ខ្ញុំនៅឯចុងភូមិឯណោះបងប្រុសមិនអីទេចាំខ្ញុំដើរទៅម្នាក់ឯងក៏បានដែរកុំឲ្យរំខានបងប្រុសច្រើនពេកអី មិនអីទេពីព្រោះអីផ្ទះរបស់ខ្ញុំក៏នៅជិតចុងភូមិដែរតើហើយណាមួយខ្ញុំបារម្ភខ្លាចតែពួកអាបីអ្នកនោះពួកវានៅពួនចាំស្ទាក់ផ្លូវរបស់អ្នកនាងទៀតទៅតោះពួកយើងប្រញាប់ធ្វើដំណើរទៅជប់ជ្រៅហើយនិយាយគ្នារួចរាជបានធ្វើដំណើរជូនរតនីត្រឡប់ទៅផ្ទះរបស់នាងវិញ ណែគ្នាអញប្រើឲ្យនាងឯងដើរទៅទិញថ្នាំយកមកឲ្យអញលេបទៅបាត់រាប់ម៉ោងអូអញប្រើឲ្យទិញថ្នាំតាមពិតលួចស្កាត់ទៅជួបប្រុសឈ្មោះសោះ អត់ទេអ្នកមីងរឿងគ្រប់យ៉ាងមិនដូចអ្នកមីងគិតនោះទេអ្នកមីងគឺអំបញ្ញមិញនេះខ្ញុំបានដើរមកពីផ្ទះជីតារបស់ខ្ញុំហើយចៃដន្យខ្ញុំក៏បានប្រទះឃើញក្មួយស្រីរបស់អ្នកមីងត្រូវពួកអនាមិកពីរ3នាក់ពួកវាកំពុងតែចង់ចាប់ធ្វើបាបទៅលើក្មួយស្រីរបស់អ្នកមីងហើយខ្ញុំខ្លាចពួកវានៅពួនស្ទាក់នៅតាមផ្លូវបន្តទៀតខ្ញុំសម្រេចចិត្តថាខ្ញុំនឹងជូនគាត់មកដល់ផ្ទះតែម្ដងទៅណាអ្នកមីង អូអញ្ចឹងទេអីបើអញ្ចឹងមីងអរគុណហើយណាក្មួយប្រុសហើយនិយាយអញ្ចឹងតើផ្ទះរបស់ក្មួយឯងនៅដល់ណាដែរទៅ បាទអ្នកមីងផ្ទះរបស់ក្មួយគឺនៅជិតនៅចុងភូមិនឹងដែរទេអញ្ចឹងក្មួយសូមលេងអ្នកមីងទៅសិនណា ចាទៅចុះក្មួយបើមានពេលកុំភ្លេចមកលេងផ្ទះមីងផងណាក្មួយ បាទអ្នកមីងចាំខ្ញុំទំនេរចាំខ្ញុំមកលេងផ្ទះអ្នកមីងនិយាយរួចរាជបានដើរចេញបាត់ទៅ ទៅឆាប់ទៅងូតទឹកទៅហើយចូលទៅដេកទៅហើយរឿងនេះដាច់ខាតកុំប្រាប់នរណាឲ្យគេដឹងឲ្យសោះណាឬទេមីគ្នាចាអ៊ំស្រីចង្រៃយោនេះបើគុំតែមានអាអ្នកកំឡោះនេះមកជួយនាងរតនីម្លេះដល់ពេលនេះផែនការរបស់យើងត្រូវបានសម្រេចបាត់ទៅហើយបើអញ្ចឹងនៅព្រឹកស្អែកនេះអញមានតែធ្វើល្បិចបបួននាងរតនីទៅរកដកផ្សិតនៅក្នុងព្រៃជ្រៅហើយអញនឹងរត់ចោលនាងឯងទុកឲ្យនាងឯងនៅវង្វេងនៅក្នុងព្រៃជ្រៅតែម្នាក់ឯងនៅនឹងទៅក្មួយស្រីព្រឹកនេះមីងចង់បបួលក្មួយឯងដើរទៅដកផ្សិតនៅក្នុងព្រៃយកមកធ្វើម្ហូបនៅល្ងាចនេះតើក្មួយឯងចង់ទៅជាមួយនឹងអ៊ំដែរទេក្មួយចាខ្ញុំក៏ចង់ទៅដែរអ៊ំស្រីបើអញ្ចឹងយើងប្រញាប់ចេញដំណើរទៅតែម្ដងទៅណាក្មួយចាអ៊ំស្រី និយាយរួចរតនីនិងមីងយ៉យបានដើរទៅរកដបផ្សិតនៅក្នុងព្រៃលុះទៅដល់កណ្ដាលព្រៃជ្រៅមីងយ៉យបាននិយាយទៅកាន់រតនីថា រតនីក្មួយនៅដើរវែករកមើលសិតនៅម្ដុំនេះសិនចុះណាក្មួយអ៊ំទៅបត់ជើងធំមកផ្លែតណាបន្តិចទៀតអ៊ំត្រឡប់មកវិញហើយណាក្មួយកុំទៅណាឲ្យសោះណាលើទេក្មួយព្រោះអីអ៊ំខ្លាចវង្វេងគ្នាអញ្ចឹងអ៊ំទៅហើយក្មួយ និយាយរួចមីងយ៉យបានដើរចេញបាត់ទៅ ហឺនៅវង្វេងនៅកណ្ដាលព្រៃតែម្នាក់ឯងទៅមីក្មេងល្ងងតែប៉ុណ្ណេះនាងឯងច្បាស់ជាត្រូវបានសត្វសាហាវដូចជាសត្វឆ្កែចចកនិងសត្វខ្លាខំហាយស៊ីនឹងជាក់ជាមិនខានហើយដីនឹងផ្ទះនោះនឹងខ្លាចជារបស់យើងហាហេតុអ្វីបានជាអ៊ំស្រីគាត់ឲ្យយូរខ្លាំងម្ល៉េះមេឃក៏ជិតងងឹតទៅហើយខ្ញុំខ្លាចខ្លាំងណាស់អ៊ំស្រីតើអ៊ំស្រីនៅទីណាពួកយើងទៅផ្ទះយើងវិញអ៊ំ រតនីដើរវង្វេងនៅក្នុងព្រៃនោះអស់រយៈពេលជាច្រើនម៉ោងដើររហូតដល់តែរូបគេអស់កម្លាំងរតនីក៏បានឈប់សម្រាកនៅក្រោមដើមឈើធំមួយ ពុកកូនគិតថាចង់ទៅជ្រុំខាងនោះបន្តិចក្រែងបានវល់ល្អៗជាងនៅកន្លែងនេះណាពុក ទៅចោះកូនតែកូនកុំដើរទៅឆ្ងាយពេកណានៅជិតៗនឹងទៅបានឲ្យកូនស្រួលពេលមានការអីពុកស្រួលស្រែកហៅខ្លួនឯង បាទពុកកូនមិនទៅដល់ឆ្ងាយនោះទេពុកអើយពុកមកនេះបន្តិចមកពុក ហើយកូនឯងហៅពុកដូចជាប្រញាប់ប្រញាល់ហ្នឹងតើមានរឿងអីទៅកូន ពុក
នារីម្នាក់នេះកាលពីប្រហែលថ្ងៃមុនកូនបានជួយគាត់នៅពេលដែលគាត់ត្រូវបានពួកក្រុមអនាមិកមានគ្នា2ទៅ3នាក់បានប៉ុនប៉ងចាប់នាងធ្វើបាបតែសំណាងល្អកាលនោះបានកូនទៅជួយគាត់ទាន់ហើយឥឡូវមិនបានជាគាត់មកដេកនៅកណ្ដាលព្រៃជ្រៅបែបនេះទៅវិញចឹងពុកកូនដូចជាឆ្ងល់ដល់ហើយពុក សង្ស័យតែគ្នាវង្វេងនៅក្នុងព្រៃនេះទៅនឹងកូនអញ្ចឹងកូនឯងឆាប់ទៅដាស់នាងឲ្យក្រោកឡើងសិនទៅកូន អ្នកនាងក្រោកឡើងហើយមិនបានជាមកដេកនៅកណ្ដាលព្រៃជ្រៅតែម្នាក់ឯងដូចគ្នាទៅវិញ មុខបងប្រុសខ្ញុំដូចជាធ្លាប់ស្គាល់បងប្រុសគឺជាអ្នកដែលជួយខ្ញុំកាលពីថ្ងៃមុននោះតែមែនទេបង បាទគឺខ្ញុំនឹងហើយចូលអ្នកនាងមិនបានមកដេកនៅក្រោមដើមឈើនេះអញ្ចឹង ចាកាលពីព្រឹកមិញនេះខ្ញុំហើយនឹងអ៊ំស្រីរបស់ខ្ញុំបានមករកដកផ្សិតនៅក្នុងព្រៃនេះហើយខ្ញុំនិងអ៊ំស្រីខ្ញុំបានវង្វេងគ្នាហើយខ្ញុំក៏ចេះតែដើរទៅរហូតមកដល់ទីនេះខ្ញុំអស់កម្លាំងពេកទើបខ្ញុំដេកសម្រាកនៅក្រោមដើមឈើនេះបន្តិចយកកម្លាំងសិនហើយលោកអ៊ំនិងបងប្រុសមករកអីដែរនៅក្នុងព្រៃនេះដែរទៅ បាទក្មួយស្រីគឺអ៊ំនឹងកូនមករកបយបោះក្តៅដើម្បីយកទៅចងធ្វើខ្ទមចាំចំការបើក្មួយវង្វេងផ្លូវអញ្ចឹងក្មួយស្រីធ្វើដំណើរទៅជាមួយនឹងអ៊ំត្រឡប់ទៅគុំវិញជាមួយនឹងអ៊ំក៏បានដែរណាក្មួយ ឲ្យខ្ញុំទៅជាមួយនឹងអ៊ំផងខ្ញុំនៅទីកន្លែងនេះគួរឲ្យខ្លាចខ្លាំងណាស់អ៊ំ រតនីបានធ្វើដំណើរមកជាមួយរាជនិងឪពុករបស់រាជរហូតបានមកដល់ផ្ទះរបស់អ៊ំឆើតវិញ ខ្ញុំមកដល់ផ្ទះវិញហើយអ៊ំប្រុស អូណាក្មួយហើយចូលបាត់ក្មួយឯងទៅណាអ៊ំឮអ៊ំស្រីក្មួយឯងប្រាប់អ៊ំថាគាត់បានវង្វេងគ្នាជាមួយនឹងក្មួយឯងនៅឯក្នុងព្រៃនោះអ៊ំប្រឹងរៀបចំចេញទៅរកក្មួយឯងហើយតើនឹងខ្ញុំអរគុណលបងនិងក្មួយប្រុសច្រើនហើយដែលលបងនិងកូនប្រុសលបងបាននាំក្មួយស្រីរបស់ខ្ញុំមកដល់ផ្ទះវិញ ម្នៃទីណាលបងខ្ញុំឃើញគ្នាវង្វេងក្នុងព្រៃហើយណាមួយគ្នាក៏ជាក្មេងស្រីផងអញ្ចឹងហើយបានជាខ្ញុំជូនកូនមកផ្ទះវិញទៅណាលបង ជាច្រើនខែបានកន្លងផុតទៅមីងយ៉យបានប្រាល្បែកធ្វើជាបាត់របស់វិញម្ដង លោកប្តីមកមើលនេះណែកាលពីយប់មិញខ្ញុំបានបាត់ខ្សែកមាសខ្សែឥឡូវខ្ញុំរកឃើញមកចោលលួចហើយលោកប្តីគឺនាងរតនីជាអ្នកលួចព្រឹកមិញនេះខ្ញុំបានរកឃើញនៅក្រោមខ្នើយដេករបស់គេណាលោកប្តី មិនបានជាក្មួយធ្វើបែបនេះទៅវិញក្មួយស្រីអ៊ំខំស្រឡាញ់ខំទុកចិត្តក្មួយតែមិនគួរណាក្មួយឯងហ៊ានធ្វើបែបនេះដាក់មកលើគ្រួសារអ៊ំអញ្ចឹងទេក្មួយ អត់ទេអ៊ំប្រុសអ៊ំស្រីរឿងនេះក្មួយមិនបានលួចទេអ៊ំឲ្យក្មួយស្បត់ក្មួយហ៊ានស្បត់ដែរអ៊ំចៅវាមិនដែលនិយាយថាវាជាចៅនោះទេខ្ញុំមិនអាចឲ្យក្មេងមានចរិតចៅមកនៅក្នុងផ្ទះរបស់ខ្ញុំជាដាច់ខាតណាលោកប្តីរឿងនេះខ្ញុំពិតជាមិនដឹងមែនអ៊ំប្រុសក្មួយសុំអង្វរសុំអ៊ំប្រុសនិងអ៊ំស្រីកុំដេញក្មួយចេញពីផ្ទះនេះអី អ៊ំក៏មិនដឹងថាត្រូវជួយក្មួយឯងបានយ៉ាងម៉េចទៀតទេហើយអ៊ំផ្ទាល់ក៏លែងទុកចិត្តក្មួយឯងដែរហើយអញ្ចឹងក្មួយទៅរកកន្លែងដែលក្មួយចង់រស់នៅទីចប់រតនីបានធ្វើដំណើរចាកចេញពីផ្ទះអ៊ំប្រុសរបស់ខ្លួនដោយរូបនាងបានធ្វើដំណើរផ្សងព្រេងទាំងដែលគ្មានគោលដៅ នេះគឺជាស្រីម្នាក់ដែលខ្ញុំបានជួយកាលពីប្រហែលខែមុនទៀតហើយគាត់មានរឿងអីទៀតហើយមិនបានជាមកអង្គុយនៅក្រោមដើមឈើនេះតែម្នាក់ឯងដូចនេះទៅវិញអ្នកនាងតើអ្នកនាងមានរឿងអីមិនបានជាមកអង្គុយយំតែម្នាក់ឯង ចាបងប្រុសគឺខ្ញុំយំដោយសារតែអ៊ំស្រីខ្ញុំគាត់បានចោទប្រកាន់ខ្ញុំថាគឺជាចៅលួចយកខ្សែកមាសរបស់គាត់ទាំងដែលខ្ញុំមិនដែលជាអ្នកលួចនោះទេហើយឥឡូវអ៊ំប្រុសនិងអ៊ំស្រីរបស់ខ្ញុំបានដេញខ្ញុំចេញពីផ្ទះរបស់គាត់ហើយឥឡូវនេះខ្ញុំមិនដឹងថាត្រូវទៅនៅទីណាទេបងប្រុស បើសិនជាអ្នកនាងមិនមានកន្លែងដែលត្រូវទៅទីនោះអញ្ចឹងអ្នកនាងអាចទៅរស់នៅក្នុងផ្ទះរបស់ឪពុកខ្ញុំសិនក៏បានដែរហើយអ្នកនាងកុំបារម្ភអីឪពុកខ្ញុំគាត់ចិត្តល្អទេ ចាបើអញ្ចឹងខ្ញុំសូមទៅនៅផ្ទះរបស់ឪពុករបស់បងផងព្រោះឥឡូវខ្ញុំមិនដឹងថាត្រូវទៅនៅទីណាទេ ជាច្រើនឆ្នាំកន្លងផុតទៅរាជបានលងស្រឡាញ់នឹងសម្រស់រតនី ពុកកូនមានរឿងមួយចង់មកនិយាយជាមួយនឹង ឲ្យចុះកូនឯងមានរឿងអីទៅចាំនិយាយ ណែកូន
ដូចជាមិនចង់ហ៊ាននិយាយមិនដឹងទេកូនខ្លាចតែខ្មាស់ពុកឯង ហើយចុះវាស្អីកូនឯងហ៎រាជអូពុកដឹងហើយនឹងប្រហែលជាលួចស្រឡាញ់កូនគេហើយនោះមកបានជារៀងបែបអៀនចឹង មិនបានជាពុកឯងដឹងពុកមែនហើយកូនបានលឺស្រឡាញ់កូនគេម្នាក់តែកូនមិនហ៊ានប្រាប់គេទេពុកអើយកូនខ្លាចគេមិនស្រឡាញ់កូនវិញ ហើយចុះកូនឯងលួចស្រឡាញ់កូនឯណាគេកូនឯងប្រាប់ពុកមកចាំពុកទៅចូលស្ដីដណ្ដឹងគេហើយ បាទពុកគឺកូនបានលឺស្រឡាញ់រតនីយូរដែរហើយពុកតែកូនមិនហ៊ាននិយាយប្រាប់គេផងពុក មានអីរតនីពុកសង្កេតមើលប្រហែលឆ្នាំមកនេះនាងវាអត្តចរិតល្អខ្លាំងណាស់ស័ក្តិសមនឹងពេញលក្ខណៈជានារីខ្មែរពិតប្រាកដមែនហើយបើកូនឯងស្រឡាញ់ក្មួយរតនីអញ្ចឹងចាំព្រឹកស្អែកនេះពុកនឹងទៅសាកសួរចិត្តរបស់នាង ស្អែកឡើងឪពុករបស់រាជបានទៅជួបរតនី រតនីក្មួយថ្ងៃហ្នឹងធ្វើការហត់អត់ពេលក្មួយរតនីអ៊ំមុននេះគឺអ៊ំចង់មកសួរចិត្តក្មួយឯងដោយត្រង់តែម្ដងទៅ តើអ៊ំមានរឿងអីចង់និយាយជាមួយនឹងក្មួយទៅអ៊ំប្រុស បាទក្មួយស្រីគឺអ៊ំមកសួរចិត្តក្មួយឯងបើអ៊ំចង់ចូលស្ដីដណ្ដឹងក្មួយឯងឲ្យទៅរាជកូនប្រុសរបស់អ៊ំតើក្មួយឯងយល់ព្រមដែរឬទេក្មួយ ខ្ញុំគឺជាកូនកំព្រាឪពុកម្ដាយផងហ្នឹងហើយក្មួយក៏គ្មានអ្វីដែលស័ក្តិសមនឹងបងរាជដែរទេអ៊ំប្រុស រឿងនេះអ៊ំដឹងហើយក្មួយសំខាន់ឲ្យតែក្មួយឯងយល់ព្រមអ៊ំនឹងរៀបចំចូលស្ដីដណ្ដឹងក្មួយឯងព្រៀបការទៅតាមប្រពៃណីដូនតាខ្មែរយើងណា រឿងនេះស្រេចទៅលើអ៊ំជាអ្នករៀបចំទៅចុះក្មួយក៏មិនជំទាស់អីដែរអ៊ំ ចាប់តាំងពីពេលនោះមករតនីនិងរាជបានរៀបការធ្វើជាប្រពន្ធប្តីនឹងគ្នាហើយរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត